នារីម្នាក់បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយត្រីមួយដោយមិនដឹងថាវាមិនមែនជាត្រីធម្មតាមិនយូរប៉ុន្មាននាងក៏មានផ្ទៃពោះពេលប្តីរបស់នាងដឹងការពិតគាត់មិននិយាយអ្វីទេគ្រាន់តែយកថ្នាំមួយពេងបង្ខំឲ្យនាងផឹកពេលដងនាងត្រជាក់ដូចទឹកកកនាងជឿថាវាជាថ្នាំបំបត្តិកូននាងត្រូវបាននាំទៅមុខមេធ្មប់ម្នាក់នៅទីនោះនាងដឹងការពិតដ៏គួរឲ្យភ័យប្តីរបស់នាងគឺជាមនុស្សមិច្ឆាស្ត្រីមិច្ឆាមិនអាចមានកូនបានដូច្នេះពួកគេបោកបញ្ឆោតនារីនោះដើម្បីយកពូជសាសន៍របស់ខ្លួនបន្តពេលកូនជិតកើតរាងកាយមនុស្សនាងចាប់ផ្ដើមទ្រាំមិនបានឈឺចាប់ដល់ថ្នាក់ស្ទើរតែស្លាប់មេធ្មប់បាននិយាយដោយសំឡេងត្រជាក់ត្រូវយកកូនចេញមិនដូច្នោះនាងនឹងស្លាប់ទេក្នុងភាពភ័យខ្លាចនាងបានស្រែកថាកូននេះមិនមែនជារបស់ប្តីខ្ញុំទេពាក្យនោះធ្វើឲ្យមេធ្មប់ខឹងខ្លាំងភ្នែកគាត់ពោពេញដោយភាពកម្មហើយគាត់លើកដៃចង់សម្លាប់កូនភ្លាមនោះប្តីនាងបានរត់ចូលមកគាត់ដកដាវចេញហើយចាក់ទៅរកកូនដោយមិនគិតជីវិតនាងប្រើរាងកាយខ្លួនឯងបាំងកូនឈាមហូរពេលដងនាងញ័រឈប់ប្តីស្រែកខ្ញុំមិនចង់សម្លាប់គេខ្ញុំចង់បំបែកបណ្ដាសានៅពេលនោះនាងដឹងប្តីអាក្រក់មុខម្នាក់នេះគឺជាត្រីដែលនាងបានស្រឡាញ់ពីដំបូងគាត់ត្រូវបានបណ្ដាសាតាំងពីកុមារត្រូវរស់ក្នុងរាងកាយអាក្រក់ហើយអាចត្រឡប់ជាមនុស្សវិញបានតែពេលជួបស្នេហ៍ពិតនៅវិនាទីដែលកូនបានកើតមករាងកាយនាងវិញកំពុងបាត់បង់ពន្លឺដូចផ្កាដែលកំពុងស្លាប់នាងញ៉ាំទាំងទឹកភ្នែកហើយខ្សឹបប្រាប់គាត់ខ្ញុំមិនស្ដាយចិត្តទេតែបានស្រឡាញ់អ្នកភ្លាមនោះពន្លឺមាសបានទុះឡើងរំជុំវិញពួកគេទាំងពីរមេធ្មប់ញាប់អើថ្នាំដែលគាត់ឲ្យនាងផឹកមិនមែនថ្នាំបំបត្តិកូនទេប៉ុន្តែជាពាក់កណ្ដាលនៃជីវិតរបស់គាត់ពន្លឺស្រកចុះប្តីបានត្រឡប់ជាមនុស្សវិញនាងក៏នៅរស់ក្រោមពន្លឺមាសនោះពួកគេអប់គ្នាដូចមនុស្សពីរនាក់ដែលឆ្លងកាត់ស្លាប់ហើយរស់វិញដោយស្នេហ៍